កាលពីថ្ងៃទី9 ខែតុលាឆ្នាំ2025 លោកងួនបញ្ញាអង្គភាពសារព័ត៌មានអង្គរបរិយប្រេសជាតំណាងលោកឧត្តមសេនីយ៍ទូឡៅមីងហួតនិងភរិយាបាននាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនលោកយាយធឿនវិនអាយុ83ឆ្នាំដែលរស់នៅតែម្នាក់ឯងក្នុងខ្ទមជូរាគ្មានទីពឹងនៅភូមិគៀនកេះឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបងអំណោយសប្បុរសធម៌ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទូនិងភរិយារួមមានអង្គរ 2B ទឹកបរិសុទ្ធវីតាល់1កេសមី1កេសធំទឹកស៊ីអ៊ីវ1យួរទឹកត្រី2យួរព្រមទាំងថវិកាមួយចំនួនអំណោយទាំងនេះជួយគាំទ្រជីវភាពខ្វះខាតនិងផ្ដល់កម្លាំងចិត្តដល់លោកយាយដែលកំពុងរស់នៅក្នុងសភាពលំបាកលោកឧត្តមសេនីយ៍ទូឡៅមីងហួតនិងភរិយាតែងតែបង្ហាញចិត្តសប្បុរសនិងភាពមេត្តាករុណាដោយបន្តអនុវត្តសកម្មភាពមនុស្សធម៌ជាប្រចាំដើម្បីចែករំលែកសេចក្តីសុខនិងជួយសម្រួលទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកនៅតាមទីតំបន់ជនបទនានាខ្ញុំសូមជូនពរសូមឲ្យគុណទេវតាគុណមេដាបៃតាគុណព្រះម្ចាស់ថ្លៃជួយថែសារក្រុមគ្រួសារហើយឧត្តមឡៅមីងហួតនិងលោកជំទាវជួបប្រទេសតែសេចក្តីសុខដីចម្រើនសូមឲ្យប្រកបការងារអ្វីៗដូចក្តីស្នាសូមបានអាយុពេក